តែបង្កើតប៉ុន្តែខ្វាញ់នៅក្នុងបង្កើតនេះគឺមានតែបង្កើតតែពាក្យទេតោះណានៃពាក្យគេប្រើពាក្យថាខ្វាញ់ជា verb ខ្វាញ់នេះគឺមានន័យថាការបង្កើតអញ្ចឹងខ្វាញ់នេះគេបង្កើតដែរប៉ុន្តែមិនមែនជាការបង្កើតនៅគំនិតបង្កើតថ្មីអីទេវាមិនខុសពីការ creation ឬក៏ invention ខ្វាញ់នេះគឺយើងបង្កើតជាពាក្យ term អីថ្មីដូចគ្នាយើងឃើញខ្មែរយើងឡើងទៅចាប់ផ្ដើមបង្កើតនៅពាក្យថ្មីដូចខ្វាញ់ a lot of words related to technology យើងគេបង្កើតនៅពាក្យថ្មីដែលវាតាក់ទងទៅនឹង technology នេះក៏ពាក្យថាខ្វាញ់ណាចឹង the coining of កើតនៅពាក្យថ្មីក្រៅពីពាក្យថាអីមួយចឹងទៅហ្នឹងគឺ coining of invention or creation of new words or phrase ពាក្យថា dedicate នេះដោយសារតែបើយើងមកផៃ dedicate យើងធ្វើការលះបង់យើងធ្វើការបូជាអីមួយណាប៉ុន្តែនៅក្នុងនៃដូចជាគ្នាយើងសរសេរសារណៃគេប្រើពាក្យ dedicate ក៏ដើម្បីបានពាក្យ support អីមួយដែរណាអញ្ចឹងនៃកម្រនៃកម្រនៅប្រើពាក្យថា dedicate នៃតែពាក្យ support ដែរស្ដីស្មើនឹងពាក្យថាintegration ណាអញ្ចឹងអានេះពាក្យ dedicate នេះគឺកម្របើយើងមើលទៅគេកម្របកប្រែ support ដែរពីជាទូទៅគេយើងប្រើពាក្យថាឧទ្ទិសឲ្យឬក៏យើងប្រើពាក្យថាបូជាឲ្យអញ្ចឹងទៅណាអូខេអញ្ចឹងប៉ុន្តែនៅក្នុងបរិបទដែលយើងអត្ថបទកសែតរបស់យើងនេះគឺបកប្រែសម្ពោធណា support មក dedicating the Federation of គុនខ្មែរ Association មានសម្ពោធនៅសហព័ន្ធកីឡាបណ្ដាគុនខ្មែរទៅdedicated the stadium Olympic stadium យើងវាគេ support នៅstadium ពហុកីឡដ្ឋានអីចឹងទៅ Olympic អញ្ចឹងទៅណា stadium គឺពហុកីឡដ្ឋានreferee មានន័យថាអាជ្ញាកណ្ដាលក្នុងការប្រកួតយើងមាននៅpartner ជា there are two encounter អញ្ចឹង and the referee the one who judge the one who conciliate during the fight ណាជាអ្នកដែលគាត់ធ្វើការសម្របសម្រួលធ្វើការផ្ដល់នៅបន្ទុកណាវាតម្លៃទៅលើការប្រកួតហ្នឹងឯងអញ្ចឹងគឺពាក្យថា referee នេះសំដៅទៅលើអាជ្ញាកណ្ដាលណាអាជ្ញាកណ្ដាលអញ្ចឹងយើងឃើញយើងអាជ្ញាកណ្ដាលនៅក្នុងការប្រកួតមានជាទូទៅដូចជា6 7នាក់ណាមិនមែនអាជ្ញាកណ្ដាលមិនមែនតែអ្នកដែលគាត់នៅលើឆាកហ្នឹងមកនៅក្រៅគឺហៅអាជ្ញាកណ្ដាលដូចនេះដែរអាជ្ញាកណ្ដាលអ្នកឲ្យបន្ទុកអ្នកដែលគាត់សម្របសម្រួលនៅលើកន្លែងបដាហ្នឹងក៏អាជ្ញាកណ្ដាលដែរចឹង referee ណា referee colonel's era ណានៅក្នុងសម័យពាក្យថាខ្ញុំឲ្យគ្នាយើងពាក្យមួយចំនួនទៀត colonization colonize នេះគឺគ្នាយើងរៀនម្សិលមិញគឺមានពាក្យនឹងច្រើនណា colonizationអូខេអញ្ចឹងអានេះគឺដាក់ទុយ adjective era នេះបកប្រែថាសម័យណា Angkor era ជាងបកប្រែសម័យដល់ពេល colonial era មានន័យថាសម័យអាណានិគមពាក្យថា colonial មួយទៀតណា colony មួយទៀត colony ទៀតនេះក៏ដល់ទុយជា noun ដែរ colony ណានេះពាក្យថា colony នេះដែលជា noun colony នេះមានន័យថាអាណានិគមកាត់អាណានិគមណាអូខេដល់ពេលទៅជា adjective គឺ colonial ណា colonial era មានន័យថាសម័យអាណានិគមដល់ពេល colonize ណា colonize នេះសំដៅទៅលើអាណានិគមរបស់ France colonize Cambodia អញ្ចឹងទៅ Cambodia was colonized by France អញ្ចឹងទៅណាចាអាហ្នឹងគឺយើងប្រើបង្ហាញថាការដាក់អាណានិគមណា colonization នេះសំដៅទៅលើអាណានិគមណាអាណានិគម colonization ឯងឬក៏ការដាក់អាណានិគមណា colonization គឺការដាក់អាណានិគមចឹងអានេះគឺ
យើងអាចប្រើប្រាស់ពាក្យហ្នឹងក៏បាន adjective ក៏បានកិរិយាសព្ទក៏បានឬក៏ជា noun ក៏បានបែងចែកណា3 4ណាចឹងអាហ្នឹងគឺយើងអាចប្រើទៅតាមនៅតើវាដើរតួជា adjective ដើរតួជា verb វាដើរតួជា noun ហ្នឹងឯងណាចឹងយើងអាចប្រើទៅតាមពេលហ្នឹងឯងចាអ្វីគ្នាយើងកន្លែងនេះពាក្យតែមួយទេណា colonial area era នៅ area era ណា era នេះសំដៅទៅលើសម័យអង្គរ era ឬក៏ free post អង្គរ era យើងទៅសម័យពាក្យបន្ទាប់នេះគឺ improvise ណា improvise នេះសំដៅទៅលើស្មើពីទៅ design ច្នៃប្រឌិតណាច្នៃប្រឌិតណាច្នៃប្រឌិតឬក៏កែប្រែអីមួយទៅជាអីមួយអញ្ចឹងហ្នឹងគឺយើងអាចប្រើពាក្យថា design ឬក៏ improvise បើយើងបកប្រែច្នៃអំណាចគាត់ច្នៃនៅអាសម្រាមហ្នឹងគាត់ច្នៃសម្រាមអញ្ចឹង they improvise the rubbish to the valuable thing អញ្ចឹងទៅ to useful thing អញ្ចឹងទៅ useful item អញ្ចឹងទៅគាត់ធ្វើការច្នៃនៅសម្រាមទៅជារបស់ដែលវាមានប្រយោជន៍អញ្ចឹងទៅណាអញ្ចឹង they try to improvise the rubbish to useful item អញ្ចឹងទៅនឹងគេប្រើពាក្យថាច្នៃអីមួយយើងមិន design នោះអា design ដែលយើងប្រើពាក្យថា design នោះយើង design នៅប្លង់នៅអីឬក៏បង្កើតអីមួយអីចឹងទៅតែអានេះយើងច្នៃសម្រាប់ច្នៃអីចឹងវាជា the same sometimes meaning the same ណាចឹងបកប្រែគឺស្មើពាក្យ design ដែរណាពាក្យមួយនេះពាក្យពីរដូចគ្នាដែរពាក្យថា cruel and brutal ណាអូខេ brutal and cruel មានន័យថាខុសណាខុសណាគឺមានន័យឧបមាថា this is the cruel battle មានន័យវាជាសមរភូមិមួយដែលវាខុសណាសម្រាប់គ្នាខ្លាំងឬក៏ this is the brutal battle ណាអញ្ចឹងន័យឯកទេសន័យដូចគ្នា cruel ឬក៏ brutal same meaning ណា same meaning បកប្រែថាខុស on the stage អាចថាឡើងឆាកឬក៏នៅលើឆាកអូខេ on the stage they are on the stage ពួកគេនៅលើឆាកពួកគេឡើងឆាកលើឆាកក៏ឡើងឆាកក៏បានដែរទេលើក៏ឡើងគេឡើងឆាកក៏បានដែរលើឆាក precede នេះមានន័យថាមកមុនណាមកមុនបភ័យមកមុន come before something ណា in the time មកមុនអីមួយណាwin pie ណា win pie នេះសំដៅទៅលើខ្លុយណា win pie នេះគេមានបែងចែក Java win pie ឯណានេះទៀតណាប្រភេទខ្លុយផ្សេងទៀតណាតែអាហ្នឹងន័យទូទៅតែម្ដងពេលខ្លះគេអានតែ pie ទៅក៏បានដែរខ្លុយដែរណាតែនេះបើប្រើខ្លុយវាអាចប្រើនៅក្នុងបរិបទផ្សេងគ្នាហើយពាក្យក៏គេប្រើខុសគ្នាដែរតែអាហ្នឹងគឺខ្លុយណាផ្លុំខ្លុយហ្នឹងប្រាប់ផ្លុំហ្នឹងគឺ win pie ណា pie ហ្នឹងកំពុងរយោណាpie នេះគឺកំពុងរយោពងអីហ្នឹងឯងអាកំពុងរយោគេកាត់ទៅជាខ្លុយហ្នឹងឯងណានេះបើប្រែថា win pie នេះគឺមានខ្លុយណាបើប្រែចាំគឺខ្លុយដល់ពេល symbol នេះយើងមកប្រែថាឈឹងអាវាវៃគេវៃឆាំងចឹងអាហ្នឹងគេឈឹងណែឧបករណ៍ខ្មែរច្រើនខ្ញុំ search មើលដែរតែវាមានពាក្យច្រើនណាដែលពាក្យថាអា symbol ហើយនឹងអា win pie ហ្នឹងក៏វារឿងដូចមានច្រើននៅក្នុងហ្នឹងទៀតណាមានច្រើនក្នុងទៀតអញ្ចឹងយើងអាចសិក្សាបន្ថែមទៅខ្លួនឯងណាហ្នឹងតោះមានសំណួរអាចសួរបានពាក្យហ្នឹងដូចជាពាក្យមិនពិបាកទេណាតែខ្ញុំបន្ថែមគ្នាយើងពាក្យមួយចំនួនបើមានគ្នាមានសំណួរអាចសួរបាន Any question